ភាពយន្តនេះបើកនៅមន្ទីរពេទ្យគ្រូពេទ្យសួរថាហេតុអ្វីបានជាគេសុំថតកាំរស្មី X សម្រាប់ការខំដៃសាមញ្ញវាហាក់ដូចជាហួសហេតុគាត់សុំឲ្យគេលានុបដ្ឋាយិកាអេណារោគទីតាំងអ្នកជំងឺប៉ុន្តែនៅពេលនាងពិនិត្យប្រព័ន្ធនាងភ្ញាក់ផ្អើលនៅពេលដឹងថាបុរសនេះត្រូវបានផ្ទេរទៅការសង្គ្រោះបន្ទាន់រួចហើយតែម្នាក់ឯងមានអារម្មណ៍មិនស្ងប់បន្ទាប់ពីការផ្លាស់ប្ដូររបស់នាងអេណាត្រឡប់ទៅផ្ទះរបស់ប្តីរបស់នាងលូយសល្ងាចនោះខណៈដែលពួកគេកំពុងរំខានចិត្តនៅក្នុងការឈប់ការជូនដំណឹងព័ត៌មានទាន់ហេតុការរំខានដល់កម្មវិធីទូទៅជាប្រចាំប៉ុន្តែពួកគេមិនដែលកត់សម្គាល់ឡើយនៅព្រឹកបន្ទាប់លូយសភ្ញាក់ពីដំណេកទៅរកអ្នកជិតខាងរបស់ពួកគេឈ្មោះ Vivian ដែលឈរយ៉ាងចម្លែកនៅខាងក្រៅបន្ទប់គេងពេលនាងឈានជើងចូលទៅក្នុងពន្លឺមុខរបស់នាងប្រឡាក់ដោយឈាមរន្ធត់ណាស់លូយសប្រាប់អេណាឲ្យហៅរថយន្តសង្គ្រោះបន្ទាន់ហើយចូលទៅជិត Vivian ដើម្បីជួយដោយគ្មានការប្រុងប្រយ័ត្ននាងបានលុតជង្គង់នឹងខាំត្រង់អេណារុញ Vivian ចូលទៅក្នុងសាលហើយគូសទ្វារបិទខណៈដែលលូយសដួលលើគ្រែនាងចុចខ្នើយទល់មុខរបួសហើយព្យាយាមហៅសេវាសង្គ្រោះបន្ទាន់ប៉ុន្តែបន្ទាត់ទាំងអស់គឺរវល់នៅខាងក្រៅបន្ទប់គេង Vivian គប់ទ្វារយ៉ាងខ្លាំងលូយសលេចឡើងស្លាប់ប៉ុន្តែមួយសន្ទុះក្រោយមកគាត់ក៏ស្ទុះងើបឡើងវិញលែងខ្លួនឯងហើយវាអាណាទៀតនាងអាចរុញគាត់ចេញដោយចាប់យកសោរថយន្តពេលគាត់ចាប់ផ្ដើមគប់គ្រឿងសង្ហារឹមជុំវិញបន្ទប់ដោយភ័យស្លន់ស្លោនាងលាក់ខ្លួនក្នុងបន្ទប់ទឹកហើយធ្លាក់ចូលក្នុងអាងបង្អួចជាប់គាំងបន្ទាប់មកគ្រប់យ៉ាងស្ងប់ស្ងាត់ដោយស្ទាក់ស្ទើរអេណាស្រែកហើយប្តីរបស់នាងជីជាងឆ្លើយធម្មតា Lois គាំងទ្វារនាងបានតស៊ូជាមួយបង្អួចម្ដងទៀតហើយទីបំផុតបង្ខំវាឲ្យបើកនៅពេលដែលនាងឡើងចេញលុយស្ទើរតែចាប់នាងប៉ុន្តែនាងបានទាត់គាត់ចេញហើយលោតទៅកន្លែងសុវត្ថិភាពនៅខាងក្រៅភាពចលាចលបានផ្ទុះឡើងឆេះផ្ទះសំឡេងផ្ទុះបន្លឺឡើងពីចម្ងាយមនុស្សម្នារត់ស្រែកពេញផ្លូវនៅពេលដែលអាណាព្យាយាមសួរអ្នកជិតខាងថាមានរឿងអ្វីកើតឡើងគាត់បានយកកាំភ្លើងមកដាក់នាងហើយប្រាប់នាងឲ្យនៅខាងក្រោយរំពេចនោះរថយន្តសង្គ្រោះបន្ទាន់មួយបានបើករត់គេចមិនឈប់លូយស្ដាចេញពីផ្ទះអាណាលោតចូលរថយន្តរបស់នាងខណៈដែលគាត់លោតចូលទៅលើកញ្ចក់រថយន្តនាងបង្កើនល្បឿនធ្វើឲ្យគាត់រង្គោះរង្គើបើកបរឆ្លងកាត់ទីក្រុងស្ទើរតែមិនអាចទៅរួចអ្នកបើកបរភ័យស្លន់ស្លោបុកតែម្ដងមួយទៀតហើយមនុស្សអស់សង្ឃឹមបោះខ្លួនទៅលើរថយន្តដែលកំពុងរើសុំជំនួយនៅលើវិទ្យុម្ចាស់ផ្ទះជំរុញឲ្យមនុស្សគ្រប់គ្នានៅក្នុងផ្ទះនិងធានាផ្ទះរបស់ពួកគេដោយបន្ថែមថាសូម្បីតែមូលដ្ឋានយោធាក៏មានធ្លាក់នៅកណ្ដាលនៃការបំផ្លិចបំផ្លាញស្រាប់តែមាននរណាម្នាក់បើកទ្វារឡានរបស់អេណាហើយព្យាយាមអូសរបស់នាងចេញនាងបានវាយពួកគេចេញប៉ុន្តែបាត់បង់ការគ្រប់គ្រងរថយន្តទៅបុកដាំឈើក្នុងនាមជាការឆ្លងរាលដាលពីពេញពិភពលោកក្រុមមន្ត្រីពិបាកពន្យល់ពីអ្វីដែលកំពុងកើតឡើងគ្មាននរណាម្នាក់យល់ទេប្រភពដើមរបស់វាឬវិធីព្យាបាលកុបកម្មផ្ទុះឡើងយោធាជនលិចតាមដងផ្លូវដោយព្យាយាមមានទាំងជនស៊ីវិលនិងអ្នកឆ្លងមន្ទីរពេទ្យហូហៀអាគារទាំងមូលផ្ទុះជារៀងរាល់ថ្ងៃនៅពេលដែលអេណាដឹងខ្លួនឡើងវិញនាងត្រូវប្រឈមមុខនឹងប៉ូលីស Kenneth ដែលទាមទារឲ្យនាងបញ្ជាក់ថានាងមិនបានឆ្លងមេរោគជាមួយគ្នាពួកគេជួបប្រទះនឹងអ្នករស់រានមានជីវិត3អ្នកផ្សេងទៀតដែលដំបូងឡើយពួកគេច្រឡំថាជាខ្មោចឆៅហើយបើកភ្លើងខៀវនៅពេលដែលការយកខុសត្រូវបានជំរះក្រុមនេះសម្រេចចិត្តធ្វើដំណើរទៅផ្សារទំនើបមួយក្បែរនោះបន្ទាប់ពីរកឃើញផ្លូវចេញពីក្រុងត្រូវរត់ហួសផ្លូវពួកគេស្ទើរតែធ្វើវានៅខាងក្នុងមុនពេលរលកនៃ Zombies បក់ចូលមក Kenneth បាញ់សោហើយពួកគេបង្ខំតាមទ្វារខ្មោចឆៅស្ទើរតែនៅខាងក្នុងប៉ុន្តែ Kenneth ទាត់វាត្រឡប់មកវិញហើយតែកំភ្លៀងទ្វារចូលនៅខាងក្នុងពួកគេផ្លាស់ទីកាន់តែជ្រៅទៅក្នុងផ្សារទំនើបដោយបំបែកហាងមួយបង្អួចដើម្បីចូលទៅកាន់តំបន់សំខាន់ខណៈពេលដែលអេណាលីងឈាមនៅក្នុងប្រភពទឹកមួយអ្នកផ្សេងទៀតមានសុវត្ថិភាពច្រកចូល Andrew និង Michael ពីនិតមើលច្រកចេញខាងក្រោយនៅឯ Arcade Michael ត្រូវបានវាយប្រហារប៉ុន្តែអាចសម្លាប់Zombie ដោយចាក់វាកាត់ក្បាលដោយប្រាញូដែលខូចត្រឡប់មកវិញនៅជិតច្រកចូលខ្មោចឆៅចាប់ប្រពន្ធមានផ្ទៃពោះរបស់ Andrew ឈ្មោះ Lou ដែល Kenneth ធ្វើអន្តរាគមន៍ប៉ុន្តែត្រូវរបួសអំឡុងពេលប្រយុទ្ធ Anna បាញ់ Zombie បង្កើតការបើកសម្រាប់ការរត់គេចខ្លួនពួកគេប្រញាប់ប្រញាល់ទៅកាន់ជណ្ដើរយន្តហើយទៅដល់កម្រិតខាងលើជាកន្លែងដែលសន្តិសុខប្រដាប់អាវុធដំបូងគេបដិសេធមិនឲ្យពួកគេចូលបន្ទាប់ពីការប្រជុំមុខដាក់គ្នាដល់តានតឹង Anna បានបញ្ចុះបញ្ចូលឆ្មាំឲ្យស្នាក់នៅទោះបីជាអាវុធរបស់ពួកគេត្រូវបានរឹបអូសក៏ដោយមើលព័ត៌មានគេដឹងការពិតគួរឲ្យខ្លាចមធ្យោបាយតែមួយគត់ដើម្បីសម្លាប់មេរោគគឺដោយការបំផ្លាញខួរក្បាលបន្ទាយយោធាមួយដែលមានឈ្មោះថា Fort Pasteur ត្រូវបានចាត់ទុកថាមានសុវត្ថិភាព Kenneth ទទួលស្គាល់ថាជាតំណែងរបស់បងប្រុសគាត់កាលណាថ្ងៃកន្លងផុតទៅពួកគេពង្រឹងចំណុចខ្សោយនៅក្នុងហាងទំនិញហើយគូសញ្ញាសូសនៅលើដំបូលអ្នកយាមបោះសម្អាតខ្មោចឆៅដែលនៅសេសសល់នៅខាងក្នុងពីខាងលើក្រុមមើលឃើញទីក្រុងនេះរត់ពេញទីក្រុងពួកគេប្រទះឃើញជនរងគ្រោះម្នាក់ទៀតឈ្មោះ Annie ដែលជាប់នៅលើដំបូលផ្ទះក្បែរនោះពួកគេតាក់ទងគ្នាដោយប្រើសញ្ញាសរសេរដោយដៃនៅពេលដែលឧទ្ធម្ភិកហោះក្រុមនេះស្រែករកជំនួយយ៉ាងខ្លាំងប៉ុន្តែមិនឈប់ទេមិនយូរប៉ុន្មានអ្នកនៅរស់រានមានជីវិតកាន់តែច្រើនឡើងនៅក្នុងឡានដឹកទំនិញបន្ទាប់ពីជ័យគ្នារួចក្រុមនេះអនុញ្ញាតឲ្យពួកគេចូលក្នុងចំណោមពួកគេមានស្ត្រីដែលមានជំងឺធ្ងន់ធ្ងរនាងស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីការមកដល់មានតែដើម្បីរស់ឡើងវិញអាណាសម្លាប់នាងដោយបញ្ជាក់ពីអ្វីដែលពួកគេខ្លាចខំនាំឲ្យមានការផ្លាស់ប្ដូរនៅពេលដែលវាត្រូវបានគេបង្ហាញថាអ្នកនៅរស់រានមានជីវិតម្នាក់ទៀតគឺ Frank ត្រូវបានខំភាពតានតឹងផ្ទុះអេណាប្រកែកសុំឲ្យនៅដាច់ពីគេប៉ុន្តែអ្នកផ្សេងទៀតទូចថាគាត់ត្រូវបានទម្លាក់មុនពេលបង្វែរកូនស្រីរបស់ Frank អង្គវសុំក្តីមេត្តាប៉ុន្តែ Kenneth ទីបំផុតបានបាញ់គាត់បន្ទាប់ពីបញ្ជាក់ការផ្លាស់ប្ដូរជាមួយនឹងពេលវេលាកន្លងផុតទៅនឹងការជួយសង្គ្រោះគ្មានកន្លែងណាដែលមើលឃើញទេក្រុមនេះបានតាំងទីលំនៅទៅជាមួយទម្លាប់ភុយស្រួយនៅក្នុងហាងទំនិញដោយកាន់តែសង្ឃឹមខណៈពិភពខាងក្រៅបន្តដួលរលំនៅខាងក្នុងផ្សារទំនើបជីវិតបានចូលទៅក្នុងទម្លាប់ចម្លែកមួយ Kenneth និង Annie ឆ្លងកាត់ពេលលេងអុកដោយសរសេរចលនារបស់ពួកគេនៅលើផ្លាកសញ្ញាធំឆ្លងកាត់ដំបូលស៊ីនិងបតលេងល្បែងជាមួយកាត់នៅក្នុងបន្ទប់ទុកមួយ Anna មើលរឿងចាស់ជាមួយ Michael Nicole និង Terry អង្គុយរួមគ្នានៅក្រោមមេឃពេលយប់ខណៈពេលដែល Steve បែងចែកពេលវេលារបស់គាត់រវាងការល្ងីល្ងើជាមួយ Monica និងហាត់វីកូនកោរបស់គាត់នៅលើដំបូលជួនកាលថែមទាំងវាបាល់ចូលទៅក្នុងហ្វូងមនុស្សខ្មោចឆៅទៀតផងការប្រមូលផ្ដុំខាងក្រោមនៅពេលដែលហ្វូងនៅខាងក្រៅកាន់តែធំឡើងជារៀងរាល់ថ្ងៃក្រុមនេះលេងសាច់នឹងខ្លួនឯង
ដោយការសរសេរសំណើនៅលើជាមួយនឹងកាំភ្លើងរបស់គាត់ល្ងាចមួយខណៈពេលដែលមនុស្សគ្រប់គ្នាចែករំលែកអាហារពេលល្ងាចនិងអនុស្សាវរីយ៍នៃមនុស្សជាទីស្រឡាញ់ដែលពួកគេបានបាត់បង់ស្រាប់តែដាច់ភ្លើង Ender ប្រញាប់ទៅពិនិត្យ Lida ដែលមានជំងឺគ្រោះថ្នាក់ដោយខ្លាចនាងអាចនឹងវិលវិញគាត់បានខាត់នាងទៅលើគ្រែទន្ទឹមនឹងនេះដែរ Kenneth Michael Sear ហើយ Bolt ចេញទៅពិនិត្យម៉ាស៊ីនភ្លើងពួកគេតាមដានឈាមតាមជញ្ជាំងហើយលឺចលនានៅក្នុងភាពងឹតអាវុធបានលើកឡើងពួកគេរៀបចំសម្រាប់អ្វីដែលអាក្រក់បំផុតដើម្បីស្វែងរកមនុស្សវង្វេងឆ្កែសត្វនេះហាក់ដូចជារស់រាយរាក់ទាក់ពីដំបូងប៉ុន្តែការព្រោះរបស់វាទាញអ្វីផ្សេងមកវិញខ្មោចឆៅធ្លាក់ពីដាននឹងវាប្រហារបតដោយខំយ៉ាងជ្រៅទៅក្នុងរបស់គាត់សម្លេងរំខានតាក់ទាញអ្នកឆ្លងកាន់តែច្រើនក្រុមដកថយប៉ុន្តែបតត្រូវបានគេទុកឲ្យនៅពីក្រោយដោយមានភាពស្រពេចស្រពើ Kenneth និង Michael តែកំភ្លៀងបិទដើម្បីរ៉ារ៉ាំងក្រុមដែលដេញតាមនៅពេលដែល Zombies ព្យាយាមឡើងពីលើអ្នករស់រានមានជីវិតបានបាញ់អ្វីគ្រាប់រំសេវតិចតួចដែលពួកគេបានបន្សល់ទុកនៅពេលដែល Chokvi ចាប់ផ្ដើមដួលរំនៅក្រោមទម្ងន់ Michael បានរកឃើញស្នប់អិនធនៈនិងបង្ហូរសត្វនៅក្នុងសាំងស៊ីបញ្ឆេះវាបង្កឲ្យមានការផ្ទុះដ៏ខ្លាំងក្លានោះដូចអ្នកវាប្រហារនៅកន្លែងផ្សេងទៀត Ender Merley ដែលស្លាប់គាត់ថើបលានាងបន្ទាប់មកបង្កពេលណាគាត់ឃើញពស់ដែលមានផ្ទៃពោះរបស់គាត់នៅតែធ្វើចលនាគួរឲ្យរន្ធត់ណាស់គេរកនៅមានជីវិតប៉ុន្តែមុនពេលគាត់អាចដំណើរការវាបាន Ludavianamates ដោយប្រុងប្រយ័ត្នគាត់ដាក់ខ្សែក្រវ៉ាត់ជុំវិញមាត់របស់គាត់ដើម្បីការពារនាងពីការខំនៅពេលនាងកំពុងសម្រាលកូននោមកគាត់សម្គាល់អវត្តមាន Luda ដើរចូលទៅរក Ender កាន់ទីរោគទៅនឹងកើតខណៈដែល Luda យំនៅលើគ្រែនាងបាញ់ Luda ភ្លាមខឹង Ender បាញ់តបវិញក្នុងភាពចលាចលពួកគេសម្លាប់គ្នាឯអ្នកផ្សេងទៀតស្ទុះចូលតាមស្នូគ្រាប់កាំភ្លើងនោមកបានស្លាប់ដោយសាររបួសរបស់នាងហើយ Anna បញ្ជាក់ថានាងនឹងមិនងាយទេបន្ទាប់មកពួកគេមើលទីរោគហើយដឹងថាទីរោគនោះមានមេរោគដោយចិត្តធ្ងន់គេធ្វើអ្វីដែលត្រូវធ្វើក្រោយពីជួសជុលម៉ាស៊ីនភ្លើងនិងសម្អាតសាកសពរួចសិលធម៌ក៏លេចបាត់ Kenneth សារភាពថាការរងចាំនៅជុំវិញមានអារម្មណ៍អាក្រក់ជាងការស្លាប់ Anna យល់ព្រមនាងបដិសេធមិនបញ្ចប់ជីវិតរបស់នាងដែលជាប់នៅទីនោះ Michael ស្នើឲ្យពង្រឹងឡានក្រុង2នៅក្នុងយានដ្ឋានជាផែនការរត់គេចខ្លួន Steve និយាយលេងសើចអំពីទូករបស់គាត់ប៉ុន្តែគំនិតនោះបានបញ្ជាអ្វីមួយពួកគេអាចបើកបរទៅសមុទ្រហើយជិះទូកទៅកោះក្បែរនោះក្រុមនេះត្រូវធ្វើការពង្រឹងរថយន្តក្រុងដោយប្រើដែកគ្រឿងផ្គត់ផ្គង់និងអាវុធដែលគេរើបានពីផ្សារក្នុងអំឡុងពេលសម្រាប់ដ៏ស្ងប់ស្ងាត់ Anna និង Michael កាន់តែជិតស្និទ្ធ Kenneth ធ្វើបច្ចុប្បន្នភាព Andy អំពីផែនការតាមរយៈផ្លាកសញ្ញានៅលើដំបូលប៉ុន្តែ Andy ឆ្លើយតបដោយពាក្យមួយម៉ាត់ថាឃ្លានគាត់កំពុងខ្ជះខ្ជាយពួកគេត្រូវការគាត់ថានៅចាំបានថាឆ្កែត្រូវបានវាប្រហារមុននេះពួកគេបានយកឧបករណ៍ផ្គត់ផ្គង់និងវិទ្យុទៅវាហើយបញ្ជូនវាឆ្លងកាត់កន្លែងចតរថយន្ត Zombie ផែនការនេះដំណើរការសត្វឆ្កែផ្លាស់ទីដោយមិនបានប៉ះពាល់ពេញហ្វូងប៉ុន្តែនៅពេលដែល Andy បើកទ្វាររបស់គាត់ដើម្បីទាញយកវា Zombies បង្ខំផ្លូវរបស់ពួកគេចូលទៅក្នុងគាត់បានប្រយុទ្ធពួកគេបិទនិងគ្រប់គ្រងដើម្បីចាប់យកវិទ្យុគ្រាន់តែដើម្បីសារភាពគាត់ត្រូវបានគេខំ Nicole Pace Slon ស្លោហើយយកឡានដឹកទំនិញមួយគ្រឿងដើម្បីជួយសង្គ្រោះឆ្កែនាងចាប់វាប្រឆាំងនឹងហាងលក់កាំភ្លើងហើយរត់ទៅខាងក្នុងខណៈដែល Zombies ចោមរោមរថយន្តតាមវិទ្យុក្រុមស្តាប់នាងអំពីវនាមរោគឆ្កែ Kenneth ពិនិត្យមើលលើដំបូលរបស់ Andy ហើយឃើញការពិតដ៏គួរឲ្យភ័យខ្លាច Andy មានរួចហើយប្រែខ្លាយដោយបានកំណត់ថានឹងជួយសង្គ្រោះ Nicole ក្រុមនេះបានចូលទៅក្នុងប្រព័ន្ធលូដើម្បីទៅដល់ហាងដោយសុវត្ថិភាពបន្ទាប់ពីដើរនៅតាមផ្លូវពួកគេប្រយុទ្ធគ្នាតាមរយៈរលកនៃ Zombies ដែលនៅទីបំផុតក៏ច្របាច់តាមរយៈទ្វារឆ្កែចូលទៅក្នុងកាំភ្លើងប្រដាប់ដោយអាវុធថ្មីពួកគេដើរតាមដានឈាមដើម្បីរកឃើញ Zombie Andy លោតនៅលើទ្វារមួយ Kenneth សុំទោសយ៉ាងទន់ភ្លន់មុននឹងបញ្ចប់មិត្តរបស់គាត់រងរបួសដោយគ្រាប់កាំភ្លើងចំក្បាលដើម្បីគេចខ្លួនជាបង្កើតការផ្ទុះមួយទៀតនៅតាមផ្លូវដូចជាការរំខានចំពេលមានភាពចលាចលពួកគេរត់ត្រឡប់ទៅលូវិញក្នុងអំឡុងពេលដកថយឆាកធ្លាក់នឹងបាក់ជើងរបស់គាត់ស៊ីនៅពីក្រោយដើម្បីជួយគាត់ខណៈពេលដែលអ្នកផ្សេងទៀតទៅមុខ Overrun Tucker អង្វរស៊ីទៅបញ្ចប់វាដោយស្ទាក់ស្ទើរស៊ីបាញ់គាត់មុនពេលរត់គេចខ្លួនត្រឡប់ទៅច្រកចូលផ្សារទំនើប Steve គឺបាត់ខ្លួនពីមុខតំណែង Zombies ចាប់ផ្ដើម Pace Slon ស្លោអ្នករស់រានមានជីវិតត្រូវបានយ៉ាងអស់សង្ឃឹមរហូតដល់ Anna បើកទ្វារពីខាងក្នុងពួកគេប្រញាប់ប្រញោលទៅកាន់ចណ្ដាលយន្តហើយប្រមូលផ្ដុំគ្នាឡើងវិញទីបំផុតវាដល់ពេលហើយអ្នកនៅរស់រានមានជីវិតនឹងឆ្កែឡើងលើរថយន្តក្រុងដែលបានពង្រឹងហើយវាបំបែកទ្វារយានដ្ឋាន Zombies ចោមរោមយានជំនិះបិទបង្អួចក្រុមនេះបាញ់តាមកញ្ចក់ខណៈពេលដែល Steve ថែមទាំងប្រើច្រវាក់ដើម្បីជំរះផ្លូវនៅពេលដែលម៉ាស់កាន់តែក្រាស់ស៊ីផ្ទុះឡើងនៅឥន្ធនៈមួយទៀតដោយផ្លុំផ្លូវក្នុងភាពចលាចល Glenn បាត់បង់ការគ្រប់គ្រងច្រវាក់ដោយសម្លាប់ខ្លួនឯងនិង Monica អាណាត្រូវបានបំផ្លិចបំផ្លាញមួយសន្ទុះក្រោយមក Steve ងាកមកវិនាងហើយបាញ់គាត់ភ្លាមដោយមានខ្មោចឆៅចូលមកអាណាយកសោទូកពីខ្លួនរបស់ Steve ហើយធ្វើឲ្យវាត្រឡប់ទៅឡានក្រុងវិញរថយន្តបើកក្នុងល្បឿនលឿនសម្ដៅទៅកាន់ផែបុកចូលច្រកទ្វារចុងក្រោយហើយរអិលទៅកន្លែងឈប់ក្បែរទឹកគ្រប់គ្នារត់តាមទូកខណៈហ្វូងចូលមកពីក្រោយគេស៊ីលះបង់ខ្លួនឯងដោយបំផ្ទុះធុងសាំងចុងក្រោយមួយដើម្បីទប់ខ្មោចឆៅនៅពេលពួកគេត្រៀមចាក់ចេញ Michael បង្ហាញថាគាត់ត្រូវបានគេខំគាត់បានចែករំលែកការលាចុងក្រោយជាមួយ Anna ហើយរុញទូកចេញមុនពេលយកជីវិតរបស់គាត់នៅទីបញ្ចប់ Anna, Kenneth, Nicole, Terry និងឆ្កែគេចខ្លួនតាមសមុទ្រប៉ុន្មានថ្ងៃក្រោយមកហត់នឿយនិងស្រេកឃ្លានពួកគេទៅដល់កោះមួយនៅទីបំផុតប៉ុន្តែពេលពួកគេដើរលើច្រាំងគេឃើញចលនានៅលើដើមឈើ